ជំរាបសួរគ្រូខ្ញុំបាទឈ្មោះអាងមិញអាយមកពីក្រុម AV7 ហើយថ្ងៃនេះមកដែរខ្ញុំធ្វើការ record វីដេអូដែលទាក់ទងទៅនឹង email configuration អញ្ចឹងដំបូងខ្ញុំចូលកន្លែង hosting list បន្តមកទៀតចូលកន្លែង go to cPanel ចុះមកបន្តមកទៀតនឹង scroll មកក្រោមរកពាក្យថា email account អញ្ចឹងកន្លែងនេះយើងចុច create មកអញ្ចឹងកន្លែងនេះគេតម្រូវឲ្យយើងដាក់ឈ្មោះ email របស់យើងអញ្ចឹងកន្លែងនេះ password អញ្ចឹងចំពោះ password នេះខ្ញុំសូមធ្វើការ generate មកខ្ញុំសូមធ្វើការ copy វាទុកខ្ញុំសូមធ្វើការ save ចូលទៅកាន់ notepad មួយអញ្ចឹងកន្លែងខ្ញុំផា password ខ្ញុំទុកនឹងហើយខ្ញុំ save ទុកនៅកន្លែងណាមួយសិនគឺអញ្ចឹងខ្ញុំសូមធ្វើការកែកន្លែងនេះដាក់500ហើយខ្ញុំធ្វើការ create ខ្ញុំបានបង្កើត email បានហើយអញ្ចឹងបន្ទាប់ខ្ញុំសូមធ្វើការ copy email ហ្នឹងអញ្ចឹងយើងចូលទៅកាន់ Outlook Classic នេះបន្តមកទៀតយើងរកពាក្យថា file ហើយ account setting ហើយកន្លែងនេះយើងបូក new មកអញ្ចឹងកន្លែងនេះយើងផាស email ដែលយើងបាន copy មកមិញហើយចុច connect អញ្ចឹងកន្លែងនេះយកពាក្យថា IMAP អញ្ចឹងខ្ញុំសូមធ្វើការដាក់ password ខ្ញុំបាន save ទុកនេះ password មិញខ្ញុំសូមធ្វើការ copy វាមកយកផាសកន្លែងនេះអញ្ចឹងយើងរកពាក្យថា done នេះមកអញ្ចឹងខ្ញុំបាន login ចូល account email ហ្នឹងហើយនេះអញ្ចឹងខ្ញុំសូមធ្វើការ send email ទៅកាន់ខ្លួនឯងសូមធ្វើការ copy email ផាមកកន្លែងនេះខ្ញុំសរសេរថា FB7 អញ្ចឹងខ្ញុំសូមធ្វើការ send អូខេអញ្ចឹងខ្ញុំបាន send email ចូលខ្លួនឯងហើយនេះបានចេញហើយអញ្ចឹងបន្តមកទៀតខ្ញុំសូមធ្វើការ send email ទៅកាន់ email ផ្សេងទៀតអញ្ចឹងខ្ញុំសូមធ្វើការ send email ចូលមកកាន់ email មួយនេះអញ្ចឹងខ្ញុំសូមធ្វើការ copy email នេះមួយមកបន្តទៀតយើងចូលទៅក្នុងកម្មវិធី Outlook នឹងវិញហើយយកពាក្យថា new email អញ្ចឹងកន្លែង tool នេះខ្ញុំសូមផ្ញើទៅកាន់ email ដែលខ្ញុំប្រើកន្លែងនេះគឺជា subject ដែលយើងត្រូវសរសេរ
Okay អញ្ចឹងខ្ញុំ save បានប៉ុណ្ណឹងហើយខ្ញុំសូមធ្វើការ send ចូលបាន send ទៅហើយអញ្ចឹងកន្លែងនេះវាអត់ទាន់មកទេអញ្ចឹងខ្ញុំសូមធ្វើការ refresh វាសិនអញ្ចឹងអាកន្លែងប្រអប់សារនេះវាអត់បាន send ចូលវាអញ្ចឹងវាដោយសារវា spam អញ្ចឹងចូល check កន្លែងនេះខ្ញុំបាន send ចូលហើយអញ្ចឹងវីដេអូនោះមានប៉ុណ្ណឹងអរគុណលោកគ្រូដែលបានទស្សនាវីដេអូមួយនេះ